តើអ្វីទៅគឺជា Good Luck Application Good Luck Application វាគឺជា official application មួយរបស់ Samsung ដែលវាត្រូវបាន develop ឡើងដោយ Good Luck Team សម្រាប់ application នេះផងដែរគឺវាមាន3 main tab សំខាន់តែយើងអាចកត់សម្គាល់នៅខាងក្រោមនេះបានតែទី1គឺ Terrace ទី2គឺ Plugin និងទី3គឺ You សម្រាប់ tab នីមួយៗគឺមានមុខងាររៀងៗសម្រាប់ tab Terrace គឺមុខងាររបស់វាគឺដើម្បីបង្ហាញជាមួយនឹងព័ត៌មានក៏ដូចជា notif ផ្សេងៗក៏ដូចជា tip ដែលអ្នកទាំងគ្នាអាចប្រើក្នុងការប្រើប្រាស់ទៅលើ module មួយៗដែលមាននៅក្នុង tab plugin ពីរគឺ tab plugin ដែលក្នុង tab plugin នេះផងដែរគឺវានៅ include all module ដែលមាននៅក្នុង Good Luck Application គ្នាប្រកាសជាឃើញ tab ជាច្រើនដែលមាននៅក្នុង tab plugin ហ្នឹងឯងដែល tab នីមួយៗនៅពេលដែលអ្នកទាំងគ្នា select ទៅប្រកាសជា list នៅ module មួយដែលវា relate ជាមួយនឹង tab ខាងលើហ្នឹងដូចជាតកតងជាមួយនឹងការ design clock extension និងអ្វីផ្សេងៗទៀត tab U គឺជា tab ចុងក្រោយគេនៅក្នុង Good Luck Application ដែលវានឹងបង្ហាញរាល់ module ទាំងអស់ដែលអ្នកទាំងគ្នាកំពុងតែប្រើប្រាស់អ្នកទាំងគ្នាក៏អាចធ្វើការ add ជាមួយនឹង favorite module ណាមួយដែលអ្នកទាំងគ្នាកំពុងតែប្រើប្រាស់ចូលទៅក្នុងនេះផងដែរតែប៉ុណ្ណេះឯងប្រសិនជាអ្នកទាំងគ្នាចង់ធ្វើការ disable ទៅលើ module មួយឬក៏ module ទាំងអស់ដែលអ្នកទាំងគ្នាកំពុងតែប្រើប្រាស់ហ្នឹងអ្នកទាំងគ្នាក៏អាចធ្វើការ disable នៅក្នុង tab U នឹងបានផងដែរងាកមកមើលខាងលើនេះវិញគឺមាន3 tab សំខាន់ដែល tab ទី1អ្នកទាំងគ្នាអាចធ្វើការ search នៅក្នុង Good Luck Application ហ្នឹងតាក់ទងជាមួយនឹង content ផ្សេងៗបានប៉ុន្តែវាសិតតែជាភាសាកូរ៉េទេសម្រាប់ tab ទី2នេះវិញគឺអ្នកទាំងគ្នាអាច check ជាមួយ wallpaper របស់ Good Luck ដែលអ្នកទាំងគ្នាអាច apply វាជា lock screen ឬក៏ home screen បានតែសម្រាប់ wallpaper ខ្លះគឺអត់ដំណើរការទេសម្រាប់ការ set ហ្នឹងគ្រាន់តែ tab បែបនេះហើយចុចវា set as wallpaper មកគឺរួចរាល់ tab ទី3នេះគឺអ្នកទាំងគ្នាអាចដឹងជាមួយនឹង current version ទៅលើ Good Luck Application ដែលអ្នកទាំងគ្នាកំពុងតែប្រើប្រាស់ក៏ដូចជា privacy notice permission ក៏ដូចជាការ notice មួយចំនួនទៀតឬក៏ creator ទៅលើ Good Luck ឬក៏អ្នកទាំងគ្នាអាច support ទៅលើ Good Luck នឹងបានទៅទៀតសម្រាប់កន្លែង section មួយនេះសម្រាប់ basic information ទៅលើ application មួយនេះគឺមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូបន្ទាប់